លោកឧត្តមសេនីយ៍ត្រីមាសយ៉តដឹកនាំកិច្ចប្រជុំបុកសរុបសភាពការអនុវត្តទូនាទីភារកិច្ចដល់កងរាជអាវុធហត្ថខេត្តកំពង់ធំប្រចាំខែមករានិងលើកទិសដៅបន្តខែកុម្ភៈឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំបុកសរុបសភាពការអនុវត្តទូនាទីភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែមករាលើកទិសដៅបន្តខែកុម្ភៈឆ្នាំ2026និងបូកសរុបសភាពការអនុវត្តទូនាទីនៅថ្ងៃទី14ខែមករាឆ្នាំ2026នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោកស្រីមេបញ្ជាការរងខេត្តនីសេនាធិការរងប្រធានអនុប្រធានមន្ត្រីនីការិយាល័យប្រធានអង្គភិបមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង9និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការជំរុញនិងដាក់បទបញ្ជាដល់តាមបណ្ដាបន្ទីអង្គភិបមេបញ្ជាការមូលដ្ឋានក្រុងស្រុកចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំត្រូវយកចិត្តទុកដាក់ក្នុងការងារជាពិសេសត្រូវត្រួតពិនិត្យលើសម្ភារៈសម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋភាគសឹកក្រែងមានគ្រោះផ្សេងកាត់ឡើងជាយថាហេតុធ្វើការចលល្បាតជាប្រចាំនិងគ្រប់រូបភាពក្នុងភូមិសាស្ត្រទីរួមខេត្តនិងក្រុងស្រុកដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងលោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានណែនាំដល់យោធិននៃកងរាជអាវុធហត្ថគ្រប់រូបដែលជាប់ពាក់ព័ន្ធស្គមអនឡាញគឺទី1មិនឲ្យប៉ះពាល់ឬកាងបទល្មើសស្គមអនឡាញទោះក្នុងទម្រង់បែបណាក៏ដោយត្រូវដកខ្លួនបញ្ឈប់ជាបន្ទាន់ក្នុងករណីរកឃើញថាជាប់ពាក់ព័ន្ធគឺវិធានការរដ្ឋបាលគឺបញ្ឈប់មុខតំណែងលុបក្របខ័ណ្ឌនិងអនុវត្តច្បាប់ត្រូវបានយកមកអនុវត្តទី2ធ្វើការផ្សព្វផ្សាយនិងណែនាំឲ្យកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ស្ដីពីការបង្ក្រាបបទល្មើសឆបោកតាមអនឡាញស្គមអនឡាញត្រូវត្រួតពិនិត្យទីតាំងកន្លែងដែលគួរឲ្យសង្ស័យដើម្បីធ្វើការស៊ើបអង្កេតនិងធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យបានរហ័សនិងទាន់ពេលវេលាជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទី3ណែនាំដល់យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងអស់ហាមដាច់ខាតការបង្ហោះរូបភាពនានាឬបញ្ចេញមតិធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងចរចាដើម្បីសន្តិភាពសម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នានាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168